គឺជាដំណាក់ស្នំសៀវក្រាបទូសូមព្រះអង្គរងចាំបន្តិចសិនក្រាបទូចាំទូបង្គំថៃស្នំសៀវឲ្យចេញមកទទួលព្រះអង្គស្នំសៀវព្រះអង្គយាងមកដល់ហើយចាប់ចេញមកទទួលត្រង់ភ្លាមទៅស្នំសៀវនេះយូរហើយណាថ្មណាទៅបើកទ្វារឲ្យព្រះអង្គយាងចូលទៅស្នំសៀវមិនអាចទុកឲ្យព្រះអង្គនៅចោលខាងក្រៅបែបនឹងបានទេណាស្នំសៀវបើកទ្វារស្នំសៀវអ៊ីយ៉ារវល់ធ្វើអីចេះនេះស្នំសៀវបើកទ្វារតើឯងនៅប្រឹងគូទ្វារនេះដល់ពេលណាទៀតយើងដូចជាមិនបានឮសំឡេងអ្វីឆ្លើយតបមកវិញសោះតើឯងកំពុងតែចង់លេងសើចជាមួយយើងមែនទេតែក្រាបទូលទូបង្គំមិនមែនអញ្ចឹងទេសូមព្រះអង្គលើកលែងទោសទូបង្គំផងព្រះអង្គសូមព្រះអង្គជួយរកអ្នកបរិយខ្ញុំម្ចាស់ផងខ្ញុំពិតជាបារម្ភខ្លាំងណាស់រកដងសាប់ដំណាក់ហើយក៏នៅតែមិនឃើញទេព្រះអង្គថាម៉េចបាត់ខ្លួនអញ្ចឹងហ៎ក្រាបទូលព្រះអង្គសូមព្រះអង្គជួយស្វែងរកអ្នកប្រុសខ្ញុំម្ចាស់ផងមុននេះពួកយើងដើរត្រឡប់មកវិញជាមួយគ្នាទេក៏ប៉ុន្តែខ្ញុំមិនបានមើលតែបន្តិចអ្នកប្រុសក៏ស្រាប់តែបាត់ខ្លួនតែម្ដងខ្ញុំមិនជ្រាបទេថាអ្នកប្រុសទៅណានោះព្រះអង្គម្ចាស់គេបាត់ទៅណាហូតពុនប៉ុណ្ណឹងឯងបើរកឃើញទីឯធាក់នេះស្អីគេសុទ្ធតែចង់មកប៉ះពាល់យើងឆោះដេកសម័យមនុស្សព្រានចែកដល់អីគម្រោងការត្រូវអាលីយសារយើងស្ដាប់ឮយីអញ្ចឹងហូតពូនគេនឹងមកដល់ណីនេះចេះតែដើរមកមិនដឹងថានៅណានៅអីទេភ្លើងអីគេហ្នឹងទឹកលោភ្លើងព្រាវវាមិនដែលទេនៅក្នុងវាំងណាមានព្រាដើរទៅមើលសិនផ្ទះនៅតាច្រឡំដំណាក់តែពីបានដំណាក់ហ្នឹងនៅឆ្ងាយពីគេមែនហើយសំខាន់នៅកណ្ដាលព្រៃទៀតមើលទៅដូចជាគេបោះបង់ចោលអញ្ចឹងតែមិនក៏មានភ្លើងទឹកលោមានមនុស្សនៅក្នុងហ្នឹងពួកឯងនៅក្នុងរឿងឃើញចឹងដឹងតែមានអីសំខាន់មួយយ៉ាងនៅក្នុងហ្នឹងឯងសាកចូលទៅមើលសិនពួកគាត់ដឹងឃើញតែក្នុងរឿងបើឃើញតបមានអារម្មណ៍មិនហ្នឹងចូលសិនណែមនុស្សក៏ខ្មៅហ្នឹងជុំអត់ reply បានតើពិសោធន៍ខ្លួនឯងក៏បានអូមនុស្សតាតែមិនបានគេអញ្ជើញមកយូរចឹងទឹកលោកគេកោទៅដឹងសុំតើលោកផងចំពោះរឿងមុននឹងទេសារខ្ញុំអត់ដឹងថាលោកគឺជាមនុស្សបើលោកនិយាយទៅមួយម៉ាត់ខ្ញុំក៏កែលោកអញ្ចឹងដែរហើយមិនបានជាលោកមកជាប់ច្បាក់នៅនេះចឹងណាយចោះបើចង់ប្រាប់ក៏ប្រាប់តាមមកមិនចង់ទេក៏អត់ទៅខ្ញុំប្រំតែសួរលេងទេចាំខ្ញុំជួយដោះច្បាក់នឹងចេញឲ្យលោកឯងមានសេរីភាពហើយទ្រូនៅជួយទៅខ្លួនឯងចឹងនៅកុំប្រព្រឹត្តអំពើខុសទៀតមិនថាលោកឯងជាមនុស្សល្អឬក៏អាក្រក់ឯងសំខាន់ណាពេលចេញទៅវិញគឺត្រូវកែខ្លួនទៅបានហើយអូមើលទៅដៃនេះប្រហែលជាគៀបលោកឈឺខ្លាំងហើយចាំតិចទេណែបើសិនជាឈឺប្រាប់ខ្ញុំណាដោះទៅខាងណាអញ្ចេះទៅខាងឆ្វេងឬក៏ស្ដាំនេះវីវ៉យឆ្នាំចាប់ដល់ធ្វើទុកហើយរានគីក៏បន្តមកដល់ទៀតតែយើងគួរធ្វើយ៉ាងម៉េចទៅមានមនុស្សទីនេះដែរណាមិនកើតទេយើងគ្រប់គ្រងលេខបានហើយលោកនៅឯនេះវាមិនជាយល់សោះទេចឹងបានន័យថារឿងយប់មិញគឺជាការប៉ັດមិននឹងអាចឯណាកៅខ្ញុំនេះខ្ញុំស្លៀកកៅគេno ប្រមចា
ចារៃរបស់ខ្ញុំតែមិនអាចទេអត់ទេមិនក៏ទៅជាអញ្ចឹងអូយឈឺក្បាលហើយ